Dù sẽ đấy ở lục sấy để miền chùm nửa khang phái hông xôi bay về chia xa hông xôi mà mình chỉ bay chùm nửa ngục ngồi tái dưỡng ai bị sọt bàn ngày ní trong bát nâng chạy đầm lấy ông pi có 4 hông xôi một piประเทศ Malaysia និងប្រទេស Singapore ដែលលោកគ្រូហុងស៊ុយល្បីៗនៅលើពិភពលោកនិងប្រទេសកម្ពុជាយើងគឺចេញមកពីប្រទេសទាំងពីរនេះឯងថ្ងៃនេះខ្ញុំបាទសូមលើកយកប្រធានបទអំពីហុងស៊ុយតុកការិយាល័យធ្វើការរបស់អស់លោកស្រីជឿជាក់ថាកន្លែងធ្វើការរបស់អស់លោកស្រីមិនថាក្រុមហ៊ុនធនាគារស្ថាប័នរដ្ឋឬរោងចក្រសហគ្រាសនានានៅក្នុងការិយាល័យតែមួយប៉ុន្តែស្ថានភាពមិនដូចគ្នាឧទាហរណ៍បុគ្គលិកម្នាក់នោះគាត់ចូលមកធ្វើការដំណើរគ្នាជាមួយយើងប៉ុន្តែត្រូវថ្នាក់លើស្រឡាញ់ចូលចិត្តមានគេរាប់អានច្រើនការងារដែលយើងធ្វើមិនបានតែគេធ្វើបានសម្រេចប្រាក់ខែគេក៏ឡើងតំណែងគេក៏ឡើងទាំងដែលយើងក៏បានខិតខំប្រឹងប្រែងដូចគេដែរតែលទ្ធផលមិនដូចគេមិនត្រឹមតែមិនឡើងប្រាក់ខែទេការងារក៏ច្រើនជាងមុនរឿងច្រើនមិនចេះចប់ធ្វើការមិនបានសម្រេចហើយត្រូវថ្នាក់លើស្ដីឲ្យទៀតបុគ្គលិកធ្វើការជាមួយគ្នានិយាយដើមចាក់រុកសពគ្រប់ស្ទើរតែមិនចង់ទៅធ្វើការនឹងចង់លាឈប់ជាដើមតែដាក់ខុសកន្លែងហើយបញ្ហាដែលខ្ញុំបានរៀបរាប់មុននេះគឺកើតឡើងជាក់ជាមិនខានជាការពិតនៅកន្លែងធ្វើការជំនាញនិងការខិតខំប្រឹងប្រែងជាកត្តាសំខាន់ប៉ុន្តែបើគ្មានហុងស៊ុយក៏អត់បានផលដែរតាំងរបស់ខ្លះនៅលើតុនឹងជួយឲ្យឡើងប្រាក់ខែឆាប់បើជាថៅកែស្រាប់នឹងមានឋានៈបុណ្យស័ក្តិនឹងមានទេវតាទ្រព្យជាខ្នងបង្អែកកុំឃើញការរៀបចំកែប្រែបន្តិចបន្តួចតែអាចកែប្រែស្ថានភាពបានល្អប្រសើរច្រើនតោះយើងទៅតាមដានមើលទាំងអស់គ្នាតើទូរស័ព្ទដៃឬទូរស័ព្ទលើតុដាក់នៅខាងណាដៃត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចធម្មតាបើគេឈរពីមុខយើងខាងស្ដាំគេខាងឆ្វេងយើងតែបើខាងឆ្វេងយើងគឺខាងស្ដាំគេវិញដូច្នេះដើម្បីកុំឲ្យបងប្អូនមានការភ័ន្តច្រឡំពិបាកក្នុងការបែងចែកឆ្វេងស្ដាំខ្ញុំសូមពន្យល់បងប្អូនបន្តិចដោយសារយើងរៀបចំហុងស៊ុយដើម្បីខ្លួនឯងដូច្នេះយើងយកខ្លួនឯងជាទិសកំណត់គឺយើងត្រូវអង្គុយចុះនៅមុខកុំព្យូទ័រធ្វើការរបស់យើងជាគោលខាងណាឆ្វេងខាងណាស្ដាំគឺស្ដាំហើយតាមក្បួនវិជាហុងស៊ុយខាងឆ្វេងគឺនាគខៀវខាងស្ដាំគឺខ្លាសនាគខៀវត្រូវការភាពអ៊ូអរចំណែកខ្លាសត្រូវការភាពស្ងប់ស្ងាត់ដូច្នេះទូរស័ព្ទគឺត្រូវដាក់នៅខាងឆ្វេងថាមិនទៀងនឹងមានមនុស្សល្អខលមកភ្លាមក្រៅពីទូរស័ព្ទដៃនៅមានឧបករណ៍ផ្សេងទៀតដូចជាកុំព្យូទ័រ CPU ម៉ាស៊ីន print ម៉ាស៊ីន fax សៀវភៅកែវទឹកដបទឹករបស់ទាំងនេះសុទ្ធតែជារបស់ដែលអាចបញ្ចេញសំឡេងឬអាចបំលាស់ទីឲ្យមានចលនាគឺអាចដាក់នៅលើតុខាងឆ្វេងដៃបានរបស់របរតែយើងដាក់ត្រូវកន្លែងហើយមានន័យថាបើនិយាយឲ្យស្រួលស្ដាប់គឺនាគខៀវសប្បាយចិត្តអ្នកនឹងមានឃើញប្លែកមានមនុស្សល្អចូលមកច្រើនជាងមុនលទ្ធផលការងារក៏ប្រសើរជាងមុនច្រើនចំណុចសំខាន់យ៉ាងទៀតនាគខៀវចូលចិត្តស្អាតបាតក្រៅពីរបស់របរខាងលើរបស់រញ៉េរញ៉ៃនិងធុងសម្រាមគឺត្រូវនៅក្រោមតុខាងស្ដាំដៃឥឡូវយើងចូលដល់ចំណុចទី2តើខាងស្ដាំដៃដាក់របស់អ្វីបានខាងស្ដាំដៃគឺតំណាងឲ្យខ្លាសផ្ទុយពីនាគខៀវត្រូវការមានសម្លេងចំណែកខ្លាសត្រូវការភាពស្ងប់ស្ងាត់ដូច្នេះខាងស្ដាំដៃមិនគួរដាក់របស់ដែលមានសម្លេងទេខាងស្ដាំដៃគឺជាតំបន់ដែលត្រូវការស្ងាត់ស័ក្តិសមបំផុតដាក់ឯកសារក្រុមហ៊ុនឬដាក់របស់ដែលដាក់ហើយកម្រឬក៏កាយវាក្រៅពីនេះនៅមានចំណុចអាចកំបាំងមួយទៀតដែលត្រូវគោរពឲ្យបានតាមក្បួនហុងស៊ុយគឺដាក់របស់អ្វីក៏ដោយគឺមិនត្រូវខាងស្ដាំខ្ពស់ជាងខាងឆ្វេងទេខាងឆ្វេងត្រូវខ្ពស់ជាងខាងស្ដាំទើបបានពីព្រោះថាខាងឆ្វេងតំណាងឲ្យមនុស្សល្អខាងស្ដាំតំណាងឲ្យមនុស្សអាក្រក់ប្រសិនបើរបស់របរនៅខាងខ្លាសខ្ពស់ជាងនាគខៀវហើយគឺនឹងមានមនុស្សអាក្រក់ចេញមកហើយទប់ទល់មិនឈ្នះទេដូច្នេះគឺតមដាច់ខាតខាងស្ដាំខ្ពស់ជាងខាងឆ្វេងបើមិនដូច្នេះនៅក្នុងពាក្យបច្ចេកទេសហុងស៊ុយគឺគេហៅថាប្រឡែងខ្លាឲ្យចូលព្រៃតែប្រឡែងខ្លាឲ្យចូលព្រៃហើយគឺមានគ្រោះហើយគឺប៉ះពាល់ហុងស៊ុយខ្លួនឯងវិធីទៅរកភាពជោគជ័យនឹងមានឧបសគ្គមករារាំង
មួយផ្សេងទៀតខាងស្ដាំដៃមិនត្រូវដាក់អីវ៉ាន់ច្រើនពេកទេវាប៉ះពាល់ដល់សន្ទុះការងាររបស់លោកអ្នកព្រមទាំងប៉ះពាល់ដល់ការយល់ឃើញរបស់ថ្នាក់លើចំពោះអ្នកថែមទៀតផងទី3លោកអ្នកធ្វើការយូរដែរហើយអ្វីដែលចង់បានគឺការឡើងតំណែងនិងការឡើងប្រាក់ខែប៉ុន្តែថ្នាក់លើដូចជាមើលមិនឃើញឬមិនអើពើសោះតោះមកតាមដានស្ដាប់ទាំងអស់គ្នាការដាក់ផើងរុក្ខជាតិមួយនៅលើតុធ្វើការរបស់អស់លោកអ្នកទី1មិនត្រឹមតែជួយបន្សុទ្ធបរិយាកាសឲ្យល្អកាត់បន្ថយការនឿយហត់ទី2អាចជួយឲ្យអ្នកសំណាងល្អថែមទៀតផងហើយដើមរុក្ខជាតិត្រូវដាក់តាំងនៅខាងឆ្វេងដៃធ្វើឲ្យការងាររបស់អស់លោកអ្នករលូនឡើងតំណែងនិងឡើងប្រាក់ខែទៀតផងតាក់ទងនឹងប្រភេទរុក្ខជាតិខ្ញុំសូមណែនាំឲ្យដាំប្រភេទរុក្ខជាតិទាំងនេះបងប្អូនមួយចំនួនប្រហែលជាស្គាល់ប្រទាលប្រភេទនេះហើយដែលនៅក្នុងប្រទេសកម្ពុជាយើងគេនិយមឲ្យឈ្មោះថាប្រទាលត្រជាក់ចិត្តតែការពិតទៅចំពោះប្រភេទរុក្ខជាតិនេះនៅក្នុងប្រទេសចិនប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីគេឲ្យឈ្មោះថាជាប្រទាលលុយកាក់ទី2យើងសូមណែនាំឲ្យដាំប្រភេទរុក្ខជាតិមួយនេះដែលបងប្អូនស្គាល់ហើយនៅក្នុងប្រទេសកម្ពុជាយើងគេនិយមហៅថារុក្ខជាតិដើមលុយប៉ុន្តែសម្រាប់បរទេសដូចជាប្រទេសចិនសិង្ហបុរីម៉ាឡេគេឲ្យឈ្មោះថារុក្ខជាតិដើមកើតទ្រាប់ទី3គឺដើមរាសីនេះគឺជាប្រភេទរុក្ខជាតិដែលខ្ញុំបាទណែនាំឲ្យដាំតែក៏មានរុក្ខជាតិដែលខ្ញុំហាមដាច់ខាតមិនឲ្យដាំដូចគ្នាទី1យើងហាមរុក្ខជាតិដែលមានក្លិនក្រអូបពីព្រោះអ្នកខ្លះចាញ់ក្លិនក្រអូបអាចធ្វើឲ្យគេមានអារម្មណ៍មិនល្អអ្នកខ្លះអាឡែហ្ស៊ីចាញ់ក្លិនទី2យើងហាមប្រភេទរុក្ខជាតិដែលមានបន្លាបើតាមក្បួនហុងស៊ុយគឺមិនល្អទេដោយសារមានបន្លាស្រួចចាក់មុតប៉ះពាល់ដល់មុខរបរការងារនាំឲ្យមានអ្នកនិយាយបំភ្លើសការពិតនិយាយបង្ខូចយើងទី3គឺយើងតមប្រភេទរុក្ខជាតិដែលមានវល្លិក៏ក្បួនហុងស៊ុយហាមដាំនៅលើតុដែរចំណុចទី4ដែលសំខាន់នៅក្នុងក្បួនហុងស៊ុយគឺនៅលើតុត្រូវតែស្អាតនិងមានរបៀបរៀបរយពីព្រោះមានរបស់រញ៉េរញ៉ៃច្រើននៅលើតុអាចនាំឲ្យសយចង្រៃដល់លោកអ្នកបានដូចជាបាត់បង់អតិថិជនមានចំនួនជាមួយថ្នាក់លើល្អក់កកជាមួយនឹងបុគ្គលិកដូចគ្នាបើធ្ងន់ធ្ងរអាចនឹងប៉ះពាល់ដល់មុខតំណែងរបស់លោកអ្នកធ្វើដូចនេះបើតាមក្បួនហុងស៊ុយមានន័យថាប្រមូលលាភសំណាងមកនៅកន្លែងធ្វើការរបស់លោកអ្នកការងាររបស់លោកអ្នកនឹងមិនមានឧបសគ្គទេប៉ុន្តែប្រសិនបើអស់លោកអ្នកមិនប្រមូលទុកវិញទេនឹងនាំឲ្យការងាររបស់លោកអ្នករញ៉េរញ៉ៃអ្វីត្បិតតែការប៉ះពាល់គ្មានរូបរាងឲ្យលោកអ្នកមើលឃើញនឹងភ្នែកប៉ុន្តែនឹងផ្ដល់សម្ពាធការងារនិងស្មារតីចុះថយដែលលោកអ្នកមើលមិនឃើញនឹងភ្នែកនោះទេទម្លាប់បែបនេះយូរទៅនឹងធ្វើឲ្យខ្លួនអ្នកផ្ទាល់មិនទទួលខុសត្រូវនឹងការងារកាន់តែរវីវនោះធ្វើឲ្យថ្នាក់លើមានអារម្មណ៍មិនល្អជាមួយអ្នកការស្នើសុំឡើងតំណែងនិងឡើងប្រាក់ខែនឹងគ្មានសង្ឃឹមនោះទេចំណុចទី5នៅលើតុធ្វើការគួរដាក់បន្ថែមអំពូលជំនួយនៅលើតុខាងឆ្វេងដៃយើងអាចបន្ថែមអំពូលជំនួយទី1ការបន្ថែមពន្លឺនេះមានអត្ថប្រយោជន៍ជួយឲ្យភ្នែកមិនសូវប្រើកម្លាំងក្នុងការសម្លឹងមើលទី2បើតាមវិជាហុងស៊ុយការដាក់អំពូលភ្លើងនៅលើតុនឹងធ្វើឲ្យលទ្ធផលការងារកើនឡើងបើហេងខ្លាំងអាចនឹងត្រូវបានថ្នាក់លើដំឡើងប្រាក់ខែនិងដំឡើងតំណែងទៀតផងតាមក្បួនវិជាហុងស៊ុយពន្លឺគ្រប់គ្រាន់ទើបធ្វើឲ្យអ្នកមានស្មារតីពេញលេញសម្រាប់ដោះស្រាយការងារហើយអំពូលគឺបំភ្លឺអនាគតរបស់អ្នកបំភ្លឺឲ្យមានមនុស្សល្អចូលមកមនុស្សអាក្រក់ដែលមានបំណងមិនល្អចំពោះយើងក៏ធ្វើមិនបានសម្រេចដែរប្រសិនបើកន្លែងធ្វើការរបស់លោកអ្នកមានពន្លឺមិនគ្រប់គ្រាន់តាមក្បួនហុងស៊ុយគេចាត់ទុកថាងងឹតហើយងងឹតគឺជាចំហាយយីងវាមានការប៉ះពាល់ចំពោះការងាររបស់អស់លោកអ្នកមិនរីកចម្រើនទេនឹងមានមនុស្សអាក្រក់ច្រើនចេញមកការងារបរាជ័យនឹងត្រូវគេទម្លាក់កំហុសឲ្យដូច្នេះដើម្បីឲ្យការងារឬក៏មុខរបររបស់លោកអ្នករីកចម្រើនសូមឲ្យយោបល់ដាក់អំពូលជំនួយបន្ថែមពន្លឺផងទី6នៅលើតុគួរដាក់តាំងត្បូងគ្រីស្តាល់ត្បូងគ្រីស្តាល់គឺជាវត្ថុដែលជួយឲ្យលោកអ្នកប្រកបការងាររលូនទៅមុខពីព្រោះត្បូងគ្រីស្តាល់មានម៉ាញេទិកខ្លាំងក្នុងការកែប្រែភពសំណាងប្រេងសំណាងគ្រប់បែបយ៉ាងធ្វើឲ្យការងាររបស់លោកអ្នកសម្រេចបានដូចចិត្តបោះសម្អាតឬកំទេចរាល់ឧបសគ្គទាំងឡាយដែលប្រុងមករំខានធ្វើឲ្យអនាគតរបស់អស់លោកអ្នកត្រចះត្រចង់
ដោយសារត្បូងគ្រីស្តាល់មានច្រើនពណ៌និងប្រសិទ្ធភាពខុសៗគ្នាដូច្នេះសូមអស់លោកអ្នកជ្រើសរើសត្បូងពណ៌មួយណាដែលស័ក្តិសមនឹងតម្រូវការរបស់អស់លោកអ្នកនាពេលបច្ចុប្បន្នត្បូងពណ៌សត្បូងពណ៌សមានម៉ាញេទិកខ្ពស់អាចធ្វើឲ្យខួរក្បាលរបស់លោកអ្នកស្រឡះបានត្បូងពណ៌លឿងបន្ថែមជាអ៊ុនសំណាងលុយកាក់មុខរបរនិងរីចម្រើនត្បូងពណ៌ស្វាយបង្កើនឲ្យមានមនុស្សល្អច្រើនបន្ថែមប្រាជ្ញាស្មារតីនិងធ្វើឲ្យសតិអារម្មណ៍នឹងណត្បូងពណ៌ផ្កាឈូកបង្កើននិស្ស័យកែប្រែទំនាក់ទំនងរវាងមនុស្សជុំវិញបានល្អជាងមុនថ្មពណ៌កិច្ចថ្មពណ៌កិច្ចលើកកម្ពស់ការយកចិត្តទុកដាក់លើកកម្ពស់លទ្ធផលការងារថ្មពណ៌ខ្មៅមានប្រសិទ្ធភាពបន្ថែមជាអ៊ុនបណ្ដេញមនុស្សចង្រៃមនុស្សអាក្រក់រំសាយទំនាស់ការពិតទៅត្បូងគ្រីស្តាល់សុទ្ធតែអាចដាក់លើតុបានទាំងអស់គ្រាន់តែប្រសិទ្ធភាពខុសៗគ្នាតាមពណ៌របស់វាហើយរបស់ហុងស៊ុយក៏អាចដាក់តាំងនៅលើតុបានដែរដូចជាប្រាសាទ100ជាន់ឬសត្វភីស៊ូជាដើមទី7ដាក់ស្ករគ្រាប់នៅលើតុធ្វើការនៅលើតុរបស់លោកអ្នកគួរដាក់តាំងស្ករគ្រាប់ផ្អែមអ្នកដទៃចូលមករកអ្នកនិយាយការងារគឺដូចជាបានញ៉ាំស្ករគ្រាប់អញ្ចឹងគឺមាត់ផ្អែមសម្ដីផ្អែមការនិយាយស្ដីក៏ស្រួលស្ដាប់អារម្មណ៍ក៏ល្អតាមនេះអ្នកក៏អាចធ្វើការងារបានសម្រេចដោយងាយស្រួលដែរមនុស្សភាគច្រើនចូលចិត្តដាក់ស្ករគ្រាប់នៅលើតុដើម្បីជួយឲ្យទំនាក់ទំនងឲ្យល្អជាងមុនអ្នកអាចសាកល្បងនឹងពិសោធន៍បានស្ករគ្រាប់គឺជារបស់ដែលអាចកែប្រែស្ថានភាពពីអាក្រក់មកល្អបានជារបស់អាចកំបាំងដែលស្រូបទាញនូវភាពរីករាយស្នាមញញឹមនិងជារបស់ជំនួយឲ្យបរិយាកាសដែលមានមនុស្សច្រើនល្អប្រសើរបរិយាកាសនៅក្នុងក្រុមហ៊ុននឹងមិនតឹងតែងជាងមុនទេអ្នកណាថាស្ករគ្រាប់ជារបស់សម្រាប់កុហកកូនក្មេងនៅក្នុងវិជាហុងស៊ុយស្ករគ្រាប់គឺជាវត្ថុពិសិដ្ឋមួយនៅក្នុងចំណោមវត្ថុពិសិដ្ឋផ្សេងទៀតផងទី8ថង់លុយរបស់ស្ដេចឈិនឡុងឬដុំមាសប្រភេទនេះនៅក្នុងថតតុកទោះបីសប្តាហ៍អ្នកជាថកែឬក៏ជាបុគ្គលិកក្នុងថតតុកនៅក្នុងការិយាល័យរបស់លោកអ្នកគួរតែមានថង់លុយសម្រាប់ស្ដេចឈិនឡុងឬដុំមាសរបស់ពិសិដ្ឋទាំងពីរនេះជួយហៅលុយកាក់ឲ្យលោកអ្នកជួយការងារបានសម្រេចតាមបំណងប្រាថ្នាសម្រាប់មន្ត្រីរាជការជួយឲ្យបានឡើងឋានៈបុណ្យស័ក្តិថែមទៀតផងពីព្រោះដុំមាសនិងថង់លុយនេះគឺជាតំណាងឲ្យទ្រព្យសម្បត្តិនិងឋានៈបុណ្យស័ក្តិគឺជាវត្ថុមង្គលដែលអាចស្រូបទាញយកហេងយកលៀបនិយាយរួមទៅទាំងលុយកាក់និងឋានៈទទួលបានទាំងព្រមទី9នៅលើតុត្រូវដាក់តាំងនាមប័ណ្ណនាមប័ណ្ណគឺតំណាងឲ្យមុខមាត់តំណាងឲ្យបុគ្គលិកលក្ខណៈរបស់មនុស្សយើងម្នាក់ហើយក៏ជារបស់តាក់ទាញអ្នកដទៃមកចាប់អារម្មណ៍ចំពោះយើងដែរនាមប័ណ្ណបង្ហាញអំពីព័ត៌មានរបស់អ្នកតែវាមានផលប៉ះពាល់ពេលដែលអ្នកដទៃបានជួបអ្នកលើកដំបូងដូច្នេះរបស់សំខាន់បែបនេះចូលកុំដាក់វារញ៉េរញ៉ៃត្រូវទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ពេលខ្លះអ្នកអាចយល់ថាវាជារបស់មិនសំខាន់ក៏ទុកវានៅកន្លែងណាមួយឡែកដល់ពេលដែលត្រូវការទើបយកចេញមកប្រើសកម្មភាពនេះអាចធ្វើឲ្យអ្នកដទៃយល់ថាលោកអ្នកជាមនុស្សដែលមិនអាចទុកចិត្តបានដូច្នេះនាមប័ណ្ណត្រូវទុកនៅកន្លែងណាដែលក្រឡេកទៅឃើញតែម្ដងកន្លែងដែលល្អបំផុតគឺនៅលើតុខាងឆ្វេងដៃជាកន្លែងដែលតំណាងឲ្យមនុស្សល្អដែលជួយឲ្យការងាររបស់លោកអ្នករីកចម្រើនបានទី10ដាក់តាំងសត្វភីសៀវនៅលើតុខាងឆ្វេងត្រូវដាក់តាំងរូបសត្វភីសៀវព្រោះសត្វភីសៀវជាប្រភេទសត្វមង្គលដែលស៊ីមាសពេជ្រកែវកងជាចំណីសត្វភីសៀវគឺជាយានជំនិះរបស់ទេវតាមិនត្រឹមតែនាំលៀបនាំហេងលើកជាអ៊ុនលោកអ្នកទេថែមទាំងអាចថែទ្រាប់ថែមទៀតផងដូច្នេះលោកអ្នកដាក់តាំងរូបសត្វភីសៀវនៅលើតុនឹងអស់បារម្ភក្រែងទ្រាប់ដែលរកបានហើយនៅមិនគង់វង្សចំណុចអាចកំបាំងចុងក្រោយគឺកន្លែងថកែអង្គុយធ្វើការត្រូវប្រយ័ត្នសត្វភីសៀវត្រូវដាក់បែរក្បាលទៅមាត់ទ្វារទើបមានប្រសិទ្ធភាពសត្វភីសៀវគឺជាសត្វសិរីសួស្តីនៅក្នុងវិជាហុងស៊ុយមិនត្រឹមតែអាចហៅទ្រព្យទេថែមទាំងអាចជួយលោកអ្នកប្រកបកិច្ចការងារអ្វីៗគឺល្អទៅមុខចេះតែរលូនទៅមុខជានិច្ចនិងថែមទាំងជួយបញ្ជៀសគ្រោះចង្រៃផ្សេងៗបានយ៉ាងស័ក្តិសិទ្ធិថែមទៀតផងចំណុចចុងក្រោយនៅលើតុថកែគូដាក់តាំងរូបព្រះតាប៉ោងនៅលើតុធ្វើការខាងឆ្វេងដៃរបស់ថកែក្រៅពីសត្វភីសៀវគឺយើងអាចដាក់តាំងរូបតាប៉ោងស្ពាយថង់លុយឬកាន់ដុំមាសជំនួសបានក៏អាចជួយឲ្យលោកអ្នកសុខសប្បាយរកស៊ីមានបានថែមទៀតផង